រឿងព្រេងនិទានថាបេះដូងនៃភ្នំនិងសមុទ្របានបង្កើតសណ្ដាប់ធ្នាប់និងទល់ឲ្យភាពនៃពិភពលោកទាំងមូលនៃភ្នំនិងសមុទ្រដោយមិននឹកស្មានដល់ម្ចាស់ភ្នំនិងសមុទ្រដែលប្រាថ្នាចង់បានទាំង12ស្រាប់តែបានក្បត់ចិត្តនៃភ្នំនិងសមុទ្រនៅថ្ងៃណាមួយបើអ្នកចង់ទៅត្រូវឆ្លងកាត់ភ្នំនិងសមុទ្រនឹងគ្រោះថ្នាក់ប៉ុន្តែហេតុអ្វីបានជាអ្នកមកដោយចេតនាសម្លាប់យូរណាស់ហើយវាមិនមែនជារឿងអាក្រក់ទេអ្នកចង់បានភាពវឹកវរថ្មីប៉ុន្តែភាពវឹកវរគ្រាន់តែជាពាក្យដែលស័ក្តិសមនឹងការរស់រានរបស់អ្នកខ្លាំងនិងការស្លាប់របស់អ្នកទន់ខ្សោយប៉ុណ្ណោះប៉ុន្តែច្បាស់ណាស់យើងនៅតែខ្លាំងថ្ងៃណាមួយអ្នកនឹងសោកស្ដាយចំពោះជម្រើសរបស់អ្នកនៅថ្ងៃនេះអ្នកត្រូវបានគេគោរពថាជាព្រះម្ចាស់នៃភ្នំនិងវិមានសមុទ្រដែលមានអំណាចដែលមិនអាចយល់បានការបាត់ខ្លួនរបស់អ្នកនឹងអនុញ្ញាតឲ្យមានការប្រណាំងដែលមានថាមពលកាន់តែខ្លាំងឡើងមិនមែនបំផ្លាញពួកវាទេបង្ហាញកម្លាំងរបស់អ្នកការប្រយុទ្ធនេះបានអូសបន្លាយរាប់លានឆ្នាំទីបំផុតបញ្ចប់ដោយការបំផ្លិចបំផ្លាញនៃបេះដូងនៃភ្នំនិងសមុទ្រប៉ុន្តែពិភពលោកទាំងមូលនៃភ្នំនិងសមុទ្រត្រូវបានអត្ថិភាពទាំងស្រុងជាមួយនឹងការប្រណាំងរាប់មិនអស់ដែលប្រយុទ្ធដើម្បីធនធាននិងការសម្លាប់គ្មានទីបញ្ចប់អ្នកត្រូវបានជ្រើសរើសដោយភ្នំនិងសមុទ្រហើយពួកគេនឹងផ្ដល់ឲ្យអ្នកនូវភាពងាយស្រួលជាមួយអ្នកនឹងយកឈ្នះលើសត្វដ៏មានឥទ្ធិពលបំផុតទាំង12នៃភ្នំនិងសមុទ្រហើយស្ដារសណ្ដាប់ធ្នាប់ដល់ភ្នំនិងសមុទ្ររង្វាន់ចុងក្រោយគឺការបំពេញនូវរាល់បំណងប្រាថ្នារបស់អ្នកខ្ញុំគិតថាភាពច្របូកច្របល់គឺល្អម្យ៉ាងទៀតអ្នកត្រូវសម្លាប់សត្វដែលមានឥទ្ធិពលបំផុតក្នុងโลกនេះចំនួន12អង្គមនុស្សមានអំណាចជាច្រើនបានប្រមូលផ្ដុំគ្នាដើម្បីបង្កភាពចលាចលគ្មាននរណាម្នាក់ខ្វល់ពីអ្វីដែលពួកគេកំពុងធ្វើនោះទេបើចង់ដឹងអាចទៅស្វែងយល់ដោយខ្លួនឯងបានបច្ចុប្បន្ននេះ Shenhe Ahau ត្រូវបានគ្រប់គ្រងដោយសត្វ Shenhe មួយអ្នកនៅតែអាចចូលរួមក្នុងភាពសប្បាយរីករាយប្រសិនបើអ្នកទៅទីនោះឥឡូវនេះអ្នកអាចសាកល្បងនៅទីនោះយើងបានធ្វើអ្វីមួយតើអ្នកនៅតែគិតដល់វាទេអ្នកខ្សោយណាស់អ្នកគួរតែខ្វល់ពីខ្លួនឯងអេជើត្រូវបានគ្រប់គ្រងដោយកងកម្លាំងសំខាន់ពីរមួយគឺទន្លេឆេងជាកន្លែងដែលពូជមនុស្សនៅជាកម្លាំងប្រមូលផ្ដុំដ៏សំខាន់មួយទៀតគឺការបង្ហោះដែលជារឿងព្រេងដោយគ្មានការវិវត្តតាមដំពូជហើយវាបានចែករំលែកពាក់កណ្ដាលនៃពិភពលោកជាមួយពួកគេទោះជាយ៉ាងណាក៏ដោយថ្មីនេះត្រកូល Shen បានទទួលកម្លាំងបន្តិចម្ដងដើម្បីបង្ក្រាប Shen របស់ខ្លួន Shen Qingshu បានបោះបង់ទីចិត្តហើយស្វែងរកឆ្ងាយដែលជើដែលវាសនាបានបែងចែកពិភពលោកជាពីរពេលនេះជាពេលវេលាសម្រាប់តែមនុស្សល្អឥតខ្ចោះតែប៉ុណ្ណោះអតិទេពយើងមិនចង់មានសង្គ្រាមទេអ្នកខ្លាំងបំផុតនៃកុលសម្ព័ន្ធ Shen Chong គឺជាព្រះមិនចាំបាច់មានបញ្ហាទេលើកនេះខ្ញុំមកទីនេះដើម្បីបំផ្លាញអ្នកខ្លាំងបំផុតចេញមកឥឡូវនេះបើគ្មានអ្នកណាហានចេញទេយើងនឹងសម្លាប់ពួកឯងឆាប់ប្រកាសសង្គ្រាមពូជមនុស្សមិនអាចស្រក់ទឹកភ្នែកសម្រាប់ពូជសត្វនេះទេកូនជាមនុស្សខ្សោយមិនអាចជួយពុកយោកុំខ្លាចអីយោមិនខ្លាចទេសង្គ្រាមរវាងកុលសម្ព័ន្ធទាំងពីរពិតជាអមនុស្សធម៌អរគុណអ្នកក្លាហានទាំងពីរដែលបានជួយរឿងតិចតួចយើងមិនមែនជាមនុស្សល្អទេយើងគ្រាន់តែឆ្លងកាត់ទីនេះតែប៉ុណ្ណោះសម្រាប់ខ្ញុំគុំសម្រាប់ខ្ញុំតើនេះជាអ្វីទៅខ្ញុំមានប្រយោជន៍ខ្ញុំស្គាល់តារាសាស្ត្រនិងភូមិសាស្ត្រមូលហេតុដែលត្រកូល Chen ចង់ខ្នះខ្នែងក្នុងការបំផ្លាញ Change របស់ខ្លួនគឺដោយសារតែបន្ទាប់ពី Pavilion Master ចាស់បានស្លាប់ Change មួយបានបង្ហាញខ្លួន Chen Yeo បាននាំពូជមនុស្សមកជាមួយហើយចង់សម្លាប់គាត់ត្រកូល Chen មិនអាចស្លាប់បានទេភាពវឹកវរនៃមនុស្សជាតិគឺគួរឲ្យចាប់អារម្មណ៍ណាស់ចៅហ្វាយក្រុងក៏ជាប្រធាននៃព្រះបន្លាទី6របស់ Qi Sheng ផងដែរខ្ញុំគិតថាអ្នកនឹងរត់គេចដូចឆ្កែបាត់ប្រហែលជាមានឱកាសរស់រានមានជីវិតជាអកុសលអ្នកមិនឆ្លាតទេអ្នកគ្រាន់តែមិនអាចរងចាំទៀតទេដោយសង្ឃឹមថានឹងបង្ខំ Qi Sheng ក្នុងការប្រយុទ្ធជាមួយត្រកូល Celestial របស់អ្នកដោយកំទេចទីក្រុងទាំងមូលប៉ុន្តែខ្ញុំកំពុងប្រាប់អ្នកខ្ញុំបានប្រាប់ Thai Shen រួចហើយថាទោះបីជាទីក្រុងទាំងមូលរបស់យើងត្រូវបានកប់ជាមួយគាត់ក៏ដោយក៏មិនមានបរិសុទ្ធជីសេសមកជួយដែរនៅពេលអនាគតនៃភាពរុងរឿងការសងសឹកដោយប្រាជ្ញាគឺត្រឹមតែពាក់កណ្ដាលនៃសមរភូមិប៉ុន្តែការសម្លាប់ខ្លួនឯងគឺជារឿងដ៏ស្រស់ស្អាតទី2សូម្បីតែនរណាម្នាក់ដែលឡើងខ្ពស់ក៏សុខចិត្តស្លាប់ជាមួយអ្នកដែរអ្នកយល់ខុសហើយយើងស្លាប់ដើម្បីគេដំណើរនៃពូជមនុស្សឯហៅមនុស្សនិងព្រះ
ថ្ងៃនេះយើងនឹងសម្លាប់ឯងយើងនឹងស្លាប់ជាមួយឯងហើយខ្ញុំចង់ប្រាប់អ្នកពីការពិតនៅក្នុងទីក្រុងឯហៅខ្ញុំគឺជាមេឃខ្ញុំជាច្បាប់នៃអ្វីគ្រប់យ៉ាងមូលហេតុសំខាន់ថ្ងៃនេះគឺមកពីខ្ញុំចង់ប្រយុទ្ធជាមួយអ្នកខ្លាំងជាអកុសលខ្ញុំកំពុងរំពឹងថា Tishen នឹងមកទីនេះឬក៏វាអស់ការយោគយល់ចំពោះការអត់ទ្រាំរបស់ខ្ញុំការមើលមនុស្សគ្រប់គ្នាស្លាប់ដោយគ្មានជំនួយគឺជាសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយយ៉ាងហោចណាស់មុនពេលខ្ញុំស្លាប់សូមការពារទីក្រុងនេះព្រះអម្ចាស់ឲ្យយើងនៅទីនេះដើម្បីជួបជើងខ្លាំងពីរនាក់ដែលខ្សោយរបស់ខ្ញុំមកគុំខ្ជិះខ្ជីធម្មពលរបស់អ្នកទេកុំខ្លាចគេអីអ្វីត្បិតតែយើងការពារទីក្រុងក៏ដោយក៏យើងជាអ្នកតំណាងទីនេះដែរតើអ្នកចាំទេហ៊ូចៅហ្វាយក្រុងនឹងស្លាប់ពីមុននឹងនៅតែយើងនៅតែនៅទីនេះមិនចាំបាច់ស្លាប់ទេទន្លេ7ឋានសួគ៌ខ្ពស់ប៉ុន្តែវាមិនចុះចូលទេការគំរាមកំហែងពីជនបរទេស5 Pavilion Masters ខានឃើញយូរហើយទោះយើងបែកគ្នាក៏អ្នកនៅតែហៅខ្ញុំថាចាស់